កូរិនថូសទី1គ្រឹះបរិស័ទមាន2ប្រភេទទី1គឺគ្រឹះបរិស័ទខាងវិញ្ញាណនិងទី2គឺគ្រឹះបរិស័ទខាងសាច់ឈាមគ្រឹះបរិស័ទខាងសាច់ឈាមគឺជាអ្នកដែលមិនទាន់ដាច់ចិត្តពីលោកីនៅតែបន្តរស់តាមទម្លាប់លោកីនិងប្រព្រឹត្តបាបយើងត្រូវតែខំប្រឹងដើម្បីក្លាយជាគ្រឹះបរិស័ទខាងវិញ្ញាណកុំបែងចែកបាពួកកុំនិយាយថាខ្ញុំខាងគ្រូគង្វាលនេះឬខ្ញុំមិនមែនខាងគ្រូគង្វាលនោះឡើយព្រោះគ្រូគង្វាលមិនមែនជាអ្នកធ្វើឲ្យយើងលូតលាស់នោះទេគាត់គ្រាន់តែជាបងប្អូនប្រុសស្រីដូចជាយើងដែរមានតែព្រះវិញ្ញាណបរិសុទ្ធនិងព្រះជាម្ចាស់មួយព្រះអង្គគត់ដែលធ្វើឲ្យជំនឿរបស់យើងលូតលាស់ដូច្នេះកុំអួតខ្លួនថាខ្ញុំមានជំនឿល្អឲ្យសោះព្រះជាម្ចាស់មានព្រះハរតីជ្រាលជ្រៅមនុស្សដែលលោកីចាត់ទុកថាធម្មតាមិនសូវឆ្លាតឬគ្មានតម្លៃមកប្រើប្រាស់នេះគឺដើម្បីឲ្យមនុស្សលោកដឹងថាមានតែព្រះជាម្ចាស់មួយព្រះអង្គគត់ដែលធ្វើការនេះបានការដែលគិតថាខ្លួនឯងរស់ក្នុងជំនឿបានល្អហើយគឺជាការភ័ន្តច្រឡំនិងជាគំនិតអាក្រក់យើងអាចរស់ក្នុងជំនឿបានក៏ដោយសារតែព្រះវិញ្ញាណបរិសុទ្ធជួយយើងប៉ុណ្ណោះការឆ្លោះប្រកែកគ្នាគឺជាដែនដីរបស់សាតាំងដាច់ខាតកុំខឹងឬឆ្លោះប្រកែកគ្នាឲ្យសោះការធ្វើបែបនោះគឺស្មើនឹងការទទួលស្គាល់ថាខ្ញុំជាកូនរបស់សាតាំងអ្នកដែលស្មោះត្រង់នឹងព្រះអមានមិនត្រូវអួតខ្លួនឡើយកុំវិនិច្ឆ័យខ្លួនឯងថាខ្ញុំគ្មានតម្លៃខ្ញុំអាក្រក់ឬខ្ញុំល្ងង់ជាដើមមិនមានន័យថាបងប្អូនមិនមានកំហុសទើបមិនឲ្យគិតអាក្រក់ពីខ្លួនឯងនោះទេប៉ុន្តែព្រោះមានតែព្រះគ្រីស្ទមួយព្រះអង្គគត់ដែលមានសិទ្ធិវិនិច្ឆ័យយើងបានទោះបីជាខ្លួនយើងផ្ទាល់ក៏មិនមានសិទ្ធិដែរនៅថ្ងៃជំនុំជម្រះចុងក្រោយព្រះអមាននឹងបើកបង្ហាញសូម្បីតែគំនិតក្នុងចិត្តរបស់យើងគ្មានអ្វីលាក់បាំងបានឡើយនឹងយើងនឹងត្រូវជំនុំជម្រះតាមគំនិតទាំងនោះហេតុនេះកុំវិនិច្ឆ័យឬដាក់ទោសខ្លួនឯងថាខ្ញុំអាក្រក់ឬខ្ញុំធ្វើបានតែប៉ុណ្ណោះឡើយនោះគឺជាទង្វើមិនល្អដែលនឹងត្រូវទទួលទោសកុំវិនិច្ឆ័យនរណាម្នាក់រួមទាំងខ្លួនឯងផងប៉ុន្តែត្រូវគិតថាព្រះអង្គមាននឹងវិនិច្ឆ័យនៅពេលកំណត់របស់ព្រះអង្គហើយយើងគ្រាន់តែបំពេញភារកិច្ចដោយស្មោះត្រង់តែបានហើយបើទទួលបានអំណោយទានពិសេសកុំអួតអាងឲ្យសោះហើយបើមិនទាន់ទទួលបានក៏មិនបាច់អស់សង្ឃឹមដែរទង្វើទាំងពីរនេះសុទ្ធតែមិនល្អជួស្មោះត្រង់ទៅតាមអ្វីដែលព្រះអង្គបានប្រទានហើយកុំសេពគប់នឹងគ្រឹះបរិស័ទដែលមានចិត្តលោភលន់ចង់បានទ្រព្យសម្បត្តិលោកីខ្លាំងចង់ជោគជ័យក្នុងលោកីចូលចិត្តគ្រឿងស្រវឹងប្រព្រឹត្តអំពើកាមគុណឬចូលចិត្តនិយាយដើមគេសូម្បីតែបរិភោគអាហារជាមួយគេក៏មិនត្រូវធ្វើដែរយើងត្រូវជួយនិងដឹកនាំគ្នាឲ្យប្រែចិត្តប៉ុន្តែមិនត្រូវរស់នៅលោកលំជាមួយគេឡើយបើមិនដូច្នោះទេបាបនឹងឆ្លងមកដល់យើងការបដិងបដាលគ្នាទៅវិញទៅមកនៅតុលាការគឺជាទង្វើមិនល្អសុខចិត្តចាញ់គេទៅឬសុខចិត្តឲ្យគេបោកយើងទៅប្រសើរជាងប្តីប្រពន្ធត្រូវដេកជាមួយគ្នាលើកលែងតែមានការព្រមព្រៀងគ្នាបំបីគ្នាដេកមួយជើងក្រោយអធិដ្ឋានបើប្តីឬប្រពន្ធដែលចង់រួមដំណើរត្រូវយល់ព្រមតាមព្រោះរូបកាយរបស់យើងមិនមែនជារបស់យើងម្នាក់ឯងទេគឺត្រូវធ្វើតាមបំណងរបស់គូស្រការបើប្តីឬប្រពន្ធដែលមិនជឿចង់បន្តរស់នៅជាមួយបងប្អូនចូលរស់នៅជាមួយគេចុះព្រោះគេអាចនឹងមានជំនឿដោយសារបងប្អូនប៉ុន្តែបើអ្នកមិនជឿចង់សំបីគ្នាចូលឲ្យគេទៅចុះទោះជាយ៉ាងណាក៏ដោយត្រូវខំប្រឹងធ្វើអ្វីៗគ្រប់យ៉ាងក្នុងសន្តិភាពនិងការចុះស្រុំគ្នាក្នុងការសម្ដែងអារម្មណ៍ប្រចាំថ្ងៃកុំសោកសៅខ្លាំងពេករហូតដល់បាត់បង់ស្មារតីនិងក៏កុំសប្បាយខ្លាំងពេករហូតដល់ភ្លេចខ្លួនដែរគឺត្រូវរក្សាចិត្តឲ្យនឹងស្ថិរជានិច្ចកុំដាក់ចិត្តដាក់កាយ all in តែលើប្តីឬកូនខ្លាំងពេកតែត្រូវគិតពីនគរព្រះជាម្ចាស់ជាមុនសិនទោះជាមានសមត្ថភាពទិញអ្វីៗបានច្រើនក៏ត្រូវចេះស្កប់ស្គមនឹងអ្វីដែលអបមានិងរស់នៅដោយចេះដកឃ្លាតាមដានចិត្តខ្លួនឯងគឺការដឹងខុសត្រូវយើងកំពុងរស់ក្នុងក្រាលចុងក្រោយហើយនៅលើផែនដីនេះយើងគ្រាន់តែជាញឹកដំណើរឆ្លងកាត់ប៉ុណ្ណោះប៉ុន្តែផ្ទះដ៏នៅអស់អចលនៈជានិរន្តរ៍របស់យើង
គឺនៅឯស្ថានសួគ៌ការដែលយកចិត្តទុកដាក់ខ្លាំងពេកលើរឿងលោកីរហូតដល់យំសើចពិបាកចិត្តឬខឹងនឹងរឿងទាំងនោះគឺជាទង្វើដ៏ល្ងង់មែយ